បងធ្លាប់តែញោមសាច់មាន់សាច់ជ្រូកសាច់អីមែនអត់ថ្ងៃនេះមកញោមតែជាជ្រូកជាមួយនឹងស្វាយហើយគ្រឿងរបស់យើងអត់មានអីច្រើនទេមានតិចល្មមទេជាដំបូងនេះយើងចាប់ផ្ដើមមកដាំទឹកសម្រាប់ស្រុះទៅជាជ្រូករបស់យើងណាហើយគ្រឿងកាត់ឆ្អាបរបស់យើងមានតែពីរមុខទេមានតែស្លឹកក្រូចហើយនិងដេងហើយទៅជាជ្រូកខ្ញុំលាងស្អាតមែនតើហ្មងដោយសារមួយមុខនេះយើងត្រូវការលាងឲ្យច្រើនទឹកហើយបន្ទាប់ពីស្ងោរអីហើយយើងដាក់ចោលសិនមកយើងមកចាប់ផ្ដើមរៀបបន្លែវិញម្ដងសម្រាប់គ្រឿងបន្លែខ្ញុំយកដូចជា4មុខអីចឹងបងប្អូនចង់បន្ថែមអីទៀតក៏បានដែរហើយការ៉ុតយើងចាប់ផ្ដើមឈូសជាតែសាយចឹងមកហើយបន្តមកទៀតស្វាយសំខាន់ជាងគេគឺស្វាយខ្ញុំយកស្វាយខ្ចីអញ្ចឹងពេលដែលដាក់ស្វាយខ្ចីទៅវាមានជាតិជូរឆ្ងាញ់ហើយសម្រាប់ទៅសក់អីនិយាយទៅគ្រឿងម៉ានមុខហ្នឹងយើងឈូសទាំងអស់ខ្ញុំអត់ប្រើចិត្តទេណាខ្ញុំធ្វើជាឈូសទាំងអស់ហ្មងហើយបន្តមកទៀតគ្រឿងរបស់យើងបានរៀបចំហើយតែជាជ្រូករបស់យើងក៏បានឆ្អិនអញ្ចឹងយើងចាប់ផ្ដើមដួសទឹកវាសិនមកទុកឲ្យត្រជាក់ហើយបន្ទាប់ពីដួសហើយខ្ញុំយកទៅលាងទឹកម្សាទៀតឲ្យវាស្អាតល្អហើយវាលះត្រជាក់យើងងាយស្រួលហាន់ហើយបន្ទាប់មកយើងរៀបបន្លែរៀបអីរួចអស់ចាប់ផ្ដើមមកហាន់ត្រជាក់ជ្រូកវិញម្ដងសម្រាប់ត្រជាក់ជ្រូកនេះដែរខ្ញុំស្ងោររៀងយូរដែរវានិយាយទៅយើងត្រូវការឲ្យវាឆ្អិនល្អអញ្ចឹងយើងមានពេលដាក់ងាស់ឲ្យវារៀងយូរបន្តិចក៏អត់អីដែរហើយត្រជាក់ជ្រូកខ្ញុំហាន់ជាប្រទេសរៀងស្ដើងដើម្បីធ្វើទៅវាចូលជាតិល្អហើយបន្ទាប់មកយើងរៀបគ្រឿងក្រៅឲ្យអស់ដល់ពេលវាមកញោមវិញម្ដងសម្រាប់ញោមនេះគឺយករសជាតិប្រៃជូរផ្អែមហើយបើបងប្អូនត្រូវការហឹរអីយើងអាចបន្ថែមតាមក្រោយបានអញ្ចឹងយើងដាក់បន្លែអីចូលគ្នាទាំងអស់មកទាំងសាច់ទាំងអីហ្នឹងបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់គ្រឿងចូលទឹកត្រីប៊ីចេងស្ករខ្ទឹមអីម្ទេសអីអញ្ចឹងណាគ្រឿងដែលយើងបានត្រូវដាក់ញោមដាក់ចូលគ្នាទាំងអស់ហ្មងទៅបន្ទាប់មកយើងច្របល់តែបន្តិចមកដោយសារបន្លែនេះវារៀងតុនដោយសារយើងឈូសអញ្ចឹងវាអត់សូវច្របល់ឲ្យធ្ងន់ដៃទេអញ្ចឹងយើងច្របល់តែមុំមកហើយសម្រាប់ជីយើងដាក់ប៉ុណ្ណាក៏បានដែរតាមយើងចូលចិត្តនិយាយទៅមួយមុខនេះធ្វើលឿនហើយឆ្ងាញ់មែនតើហ្មងអញ្ចឹងបងអាចសាកធ្វើញ៉ាំបានណាហើយបើសិនជាយើងធ្វើហើយដាក់នៅក្នុងទូរត់តែឆ្ងាញ់ខ្ញុំធ្វើហើយដាក់នៅក្នុងទូឆ្ងាញ់មែនតើហ្មងវាចូលជាតិល្អអញ្ចឹងបើធ្វើហើយរបៀបថាមានកែវមានអីដាក់ទៅយើងដាក់ឲ្យច្រើនទៅដល់ពេលញ៉ាំយកមកញ៉ាំមកក៏មួយយ៉ាងដែរហើយយើងចំណេញពេលទៀតមួយមុខនេះជាមួយនំបញ្ចុកផាត់ឡូវអីក៏ត្រូវជាមួយសាច់អាំងអីក៏ត្រូវនិយាយទៅត្រូវបានច្រើនមុខមែនតើហ្មងណាហើយបើរសជាតិវិញឯងធ្វើហើយគឺឆ្ងាញ់មែនតើអញ្ចឹងមួយមុខនេះបងអាចសាកធ្វើញ៉ាំបានណាហើយសំខាន់បើយើងមានតែមួយមុខនេះនៅក្នុងទូធ្វើឲ្យច្រើនណាពេលយើងញ៉ាំបាយព្រឹកញ៉ាំអីក៏អាចដាក់ជាមួយបានដែររបៀបថាបាយព្រឹកនំបញ្ចុកអីក៏ដាក់ឆ្ងាញ់ដែរណាមួយមុខនេះ